សួស្តីប្រិយមិត្តនិងពុកម៉ែបងប្អូនដែលនិយមតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855 បាទនៅគណៈពេលនេះដែរខ្ញុំបានក៏សូមលើកយកព័ត៌មានមួយដែលទាក់ទងទៅនឹងគ្រួសារទុរគតជនមួយមានកូន8នាក់ប្រកាសសូមជំនួយដើម្បីរស់ជីវិតរស់នៅដ៏សែនកំសត់របស់គ្រួសារមួយដែលមានកូន8អ្នករស់នៅយ៉ាងវេទនាគ្មានខោអាវស្លៀកពាក់គ្មានអាហារហូបចុកគ្រប់គ្រាន់គ្រួសារនេះមានសមាជិកគ្រួសារចំនួន10នាក់ឪពុកឈ្មោះថាភពពុំម្ដាយឈ្មោះថាងៅជីមពេលនេះមានកូនប្រុសស្រីរបស់ពួកគាត់កូនស្រីប្រុសស្រីរបស់ពួកគាត់គ្មានខោអាវស្លៀកពាក់ទៅសាលារៀនឡើយគ្រួសារកំសត់ទុរគតនេះរស់នៅក្នុងភូមិទួលក្មេឃុំស្រង់ព្រះស្រុកបាត់កានខេត្តពោធិ៍សាត់បើមើលទស្សនភាពដល់ក្រៀមក្រំលំបាកវេទនានេះយើងស្ទើរតែទុកទឹកភ្នែកមិនបានក្នុងជីវភាពជាកសិករក្រីក្រគ្មានដីស្រែដែលមានបន្ទុកដ៏ធំគឺគ្មានអង្ករដាំបាយហូបហើយនឹងខោអាវស្លៀកពាក់ឲ្យកូនចំនួន8នាក់ស្លៀកពាក់ទៀតពីអ្នកប្តីប្រពន្ធនេះបានធ្វើការអំពាវនាវដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនិងអង្គការធម៌នានាសូមមេត្តាជួយដល់ពួកគាត់ផងព្រោះពេលនេះពួកគាត់កំពុងដាច់ស្បៀងអាហារទៅហើយបងប្រុសជាប្តីបាននិយាយថាគាត់មិនមានលទ្ធភាពនឹងចិញ្ចឹមកូនគាត់ទាំង8នាក់នោះបានទេព្រោះមុខរបររបស់គាត់គឺដាក់មងនិងចងសន្ទូចព្រមទាំងរកក្តាមបេះក្រសាំងលក់មិនអាចទ្រទ្រង់នៅសេចក្តីត្រូវការរបស់កូនគាត់បានឡើយជាពិសេសគឺកង្វះនៅស្បៀងអាហារសប្តាហ៍ថ្ងៃនេះទើបសម្រេចចិត្តឲ្យកូនស្រីច្បងនិងកូនប្រុសបន្ទាប់ពីដើរស៊ីស្នួលដកស្ទូមបេះក្រសាំងដាក់មងចងសន្ទូចរកក្តាមកង្កែបដើម្បីដោះស្រាយជីវភាពរាល់ថ្ងៃពុកម៉ែបងប្អូននេះគឺជាទស្សនភាពរូបថតដែលថតពីក្រុមគ្រួសាររបស់បងប្រុសដែលគាត់ជួបនៅក្នុងបាក់ខាស្បៀងអាហារនៅខេត្តពោធិ៍សាត់នៅពេលគ្រួសារមួយនេះកំពុងតែប្រឈមមុខនឹងទុក្ខវេទនាជាមួយនឹងកូនទី8គឺកូនតូចដែលត្រូវការទឹកដោះសម្រាប់បាវតែគាត់គ្មានថវិកាសម្រាប់ទិញទឹកដោះគោនោះទេដូច្នេះគឺមានបាវទឹកបបរជំនួសប្តីប្រពន្ធនេះបានធ្វើការអំពាវនាវសូមសប្បុរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេសជួយពួកគាត់និងកូនផងប្រសិនបើសប្បុរសជនមានទឹកចិត្តសប្បុរសធម៌អាចទាក់ទងតាមរយៈលេខទូរស័ព្ទដែលបានថតនៅក្នុងវីដេអូនេះផងណាពុកម៉ែបងប្អូនទាំងគ្នាគឺលេខទូរស័ព្ទ098 3355 44និងខ្សែទៀតគឺ068 35 55និង44ពុកម៉ែនិងប្រិយមិត្តដែលនិយមតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855ទាំងអស់គ្នាសម្រាប់ព័ត៌មានទី1នេះខ្ញុំបានសូមបិទបញ្ចប់ត្រឹមប៉ុណ្ណេះហើយសូមពុកម៉ែបងប្អូនមកតាមដានព័ត៌មានទី2វិញម្ដងសម្រាប់ព័ត៌មានទី2នេះគឺទាក់ទងទៅនឹងខាងប្រព័ន្ធទៅផឹកសាមិនដាំបាយឲ្យហូបវាយ3ខ្នងពូថៅស្លាប់ស្ត្រីម្នាក់បានស្លាប់ដោយអំពើហិង្សាយ៉ាងដំណំពីបរិសុទ្ធចិត្តដី
គ្រាន់តែប្រពន្ធមិនណាំបាយឲ្យហូបហើយនៅព្រឹកថ្ងៃទី5ខែធ្នូឆ្នាំ2016នេះជនដៃដល់ជាប្តីត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួយដើម្បីចាត់វិធានការបន្តនគរបាលមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យឈ្មោះថាមកសំអាតអាយុ39ឆ្នាំនិងប្រពន្ធដែលស្លាប់នោះឈ្មោះថាវ៉ែងច័ន្ទនិមលអាយុ33ឆ្នាំមានទីលំនៅភូមិពីមទុំឃុំត្រែងត្រយឹងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺលោកវរសនីតោសាយប៊ុនថនអធិការនគរបាលស្រុកភ្នំស្រួយបានឲ្យដឹងថាក្រោយពីទទួលដំណឹងថាមានមនុស្សស្លាប់សមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យដើម្បីស្រាវជ្រាវរករឿងហេតុនៃការស្លាប់នោះបន្ទាប់ពីធ្វើការត្រួតពិនិត្យនិងក៏សល់វិច័យលើខ្លួន5ជនរងគ្រោះសមត្ថកិច្ចរកឃើញថាស្នាមវាយនិងវត្ថុរឹងនឹងមានស្នាមជាប់នៅលើដើមទ្រូងស្ត្រីរងគ្រោះផងដែរក្រោយពីពិនិត្យនិងស្រាវជ្រាវរួចមកកម្លាំងសមត្ថកិច្ចបានចុះឃាត់បរិសុទ្ធជាប្តីយកទៅធ្វើការសួរនាំអំពីមូលហេតុនៃការវាយដំរហូតដល់ប្រពន្ធស្លាប់ពុកម៉ែបងប្អូននេះគឺជាជនល្មើសដែលបានវាយទៅលើប្រពន្ធរហូតដល់ស្លាប់ដែលវាយដោយពូថៅបរិសុទ្ធជាប្តីបានសារភាពចំពោះមុខសមត្ថកិច្ចមុនពេលកើតហេតុនៅថ្ងៃទី3ខែធ្នូនោះគាត់បានចេញពីផ្ទះទៅធ្វើការលុះត្រឡប់មកផ្ទះវិញមិនឃើញប្រពន្ធនៅផ្ទះទេក៏តាមរកមើលស្រាប់តែឃើញកំពុងផឹកស្រានៅក្នុងភូមិហើយក៏ហៅឲ្យត្រឡប់ទៅផ្ទះវិញហូបបាយជុំគ្នាព្រោះគិតថាប្រពន្ធដាំបាយរួចហើយពេលទៅដល់ផ្ទះស្រាប់តែគាត់បើកឆ្នាំងបាយប្រុងលួហូបមិនឃើញមានបាយក៏កើតក្តីក្តៅក្រហាយមួម៉ៅវាខ្លាំងហើយសួរប្រពន្ធថារវល់ធ្វើអីបានជាមិនដាំបាយពេលនោះប្រពន្ធឆ្លើយថារវល់ផឹកស្រាធ្វើឲ្យប្តីផ្ទុះកំហឹងកាន់តែខ្លាំងឡើងហើយក៏បានទាញពូថៅវាយទៅលើប្រពន្ធ3ខ្នងពូថៅនឹងចាប់បោកបន្ថែមទៀតពេលនោះប្រពន្ធគាត់ក៏ដួលដេកទៅលើគ្រែហើយគាត់ក៏ដាំបាយហូបនៅផ្ទះធម្មតាចំណែកប្រពន្ធត្រូវបានអ្នកជិតខាងដឹកទៅមន្ទីរពេទ្យត្រែងត្រយឹងហើយបានស្លាប់នៅមន្ទីរពេទ្យពុកម៉ែបងប្អូននិងប្រិយមិត្តដែលនិយមតាមដានព័ត៌មានជាមួយនឹងស្ថាប័នកម្លាំងប្រែបាទសម្រាប់អត្ថបទទាំងពីរដែលខ្ញុំបានលើកយកមកធ្វើការអធិប្បាយនៅពេលនេះក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះរាល់ពាក្យពេចន៍ដែលធ្វើការអធិប្បាយបើមានពាក្យពេចន៍ណាមួយខុសឆ្គងក៏សូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនទាំងអស់គ្នាផងបាទនៅខណៈពេលនេះណាខ្ញុំបានក៏សូមអរកាយគោរពលា